Thường cái đây là nhóm vậy ngàyនេះគឺជាក្តីមួយដែលក៏ក្រៅខ្លាំងមែនតើអ្នកនរគ្នានៅសហរដ្ឋអាមេរិកដែលជាក្តីរបស់ Jeffrey Epstein ដែលគាត់គឺជាមហាសេដ្ឋីហើយក៏ជាជនល្មើសដែលប្រព្រឹត្តបទល្មើសច្រើនមែនតើជាពិសេសគឺការជួញដូរផ្លូវភេទទៅលើកុមារដែលមានអាយុខំ18ឆ្នាំហើយនឹងការរំលោភបំពានទៅលើកុមារដូចគ្នាហើយរឿងក្តីនេះគឺវារៀងស្មុគស្មាញខ្លាំងមែនតើហ្មងហើយស៊ីជម្រៅខ្លាំងមែនតើដោយសារតែរឿងក្តីរបស់គាត់នោះគឺពាក់ព័ន្ធជាមួយនឹងអ្នកដែលមានឥទ្ធិពលខ្លាំងមែនតើនៅសហរដ្ឋអាមេរិកជាច្រើនសូម្បីតែអ្នកនយោបាយតារាចម្រៀងតារាសម្ដែងអ្នកបង្ហាញម៉ូដអ្នកវាថាធុរកិច្ចវាថាអ្នករកស៊ីអីចឹងអ្នកមាននៅសហរដ្ឋអាមេរិកហ្នឹងគឺពាក់ព័ន្ធច្រើនឥឡូវមុននឹងចូលរឿងក្តីហ្នឹងខ្ញុំសូមរៀបរាប់ពីជីវប្រវត្តិរបស់គាត់ទូសិន Jeffrey គឺគាត់កើតនៅក្នុងឆ្នាំ1953នៅក្នុងសហរដ្ឋអាមេរិកអ្នកនរគ្នាគាត់គឺជាកូនបងនៅក្នុងចំណោមបងប្អូន2នាក់ហើយគាត់គឺរៀនអត់ចប់សាកលទេអ្នកនរគ្នាប៉ុន្តែនៅត្រឹមតែអាយុ21ឆ្នាំទេនៅក្នុងឆ្នាំ1974ហ្នឹងគឺគាត់បានធ្វើជាគ្រូបង្រៀនខាងមុខវិជ្ជារូបវិទ្យាហើយនិងគណិតវិទ្យានៅក្នុងសាលាឯកជនមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិកហ្នឹងនិយាយទៅរៀនអត់ចប់សាកលអត់មានសញ្ញាបត្រអីទាំងអស់ប៉ុន្តែគេហៅគាត់ឲ្យមកធ្វើគ្រូវារៀងនេះដែរអ្នកនរគ្នារៀងសង្ស័យដែរប៉ុន្តែយើងអត់ដឹងថារឿងអី behind ហ្នឹងទេប៉ុន្តែគាត់ធ្វើការបានប្រហែលទេខាងសាលាហ្នឹងក៏បានបញ្ឈប់គាត់ដោយសារតែមានគេ complain ថាគាត់ហ្នឹងគឺវាថាបង្ហាញអាកប្បកិរិយាដែលអត់សមរម្យជាមួយនឹងសិស្សស្រីៗដូចថាមើលគេសឡឹងគេរបៀបក្នុងបំណងដូចចង់បៀតបៀនគេអីចឹងណាអញ្ចឹងមកខាងសាលាហ្នឹងគេក៏បានបញ្ឈប់គាត់បន្ទាប់ពីនឹងមកគាត់ក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនខាងដូចថាហិរញ្ញវត្ថុខាងtrade ខាងអីចឹងណាអ្នកនរគ្នានិយាយទៅកំឡុងពេលហ្នឹងគឺគាត់ឈានជើងចូលទៅក្នុងវិស័យហិរញ្ញវត្ថុហ្មងអ្នកនរគ្នាគឺគាត់ធ្វើការដូចជារៀងច្រើនកន្លែងដែរហើយគាត់គឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់មហិច្ឆតាគាត់ធំខ្លាំងមែនតើហ្មងរហូតដល់ឆ្នាំ1988គាត់ក៏បានបើកក្រុមហ៊ុនមួយក្រុមហ៊ុនខាងគ្រប់គ្រងហិរញ្ញវត្ថុឲ្យពួកអ្នកមានខាងមហាសេដ្ឋីអីចឹងណាតែក្រុមហ៊ុនហ្នឹងគឺមានឈ្មោះថា J Epstein Company និយាយទៅក្រុមហ៊ុនរបស់គាត់ហ្នឹងគឺជាក្រុមហ៊ុនបែបគ្រប់គ្រងខាងហិរញ្ញវត្ថុ financial អីចឹងទៅប៉ុន្តែគឺមានលក្ខខណ្ឌគាត់ទទួលតែ client ណាដែលរបៀបថាមានលុយច្រើនមានលុយ1000លានឡើងបានគាត់ទទួលរបៀបថាទទួលគ្រប់គ្រងឲ្យនិយាយទៅលក្ខខណ្ឌរៀងចម្លែកដែរហើយដោយសារតែគាត់មានបណ្ដាញច្រើនគាត់ស្គាល់តែមានអត្តពលច្រើនកំឡុងពេលដែលគាត់ធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុហ្នឹងអញ្ចឹងដល់ពេលគាត់បើកក្រុមហ៊ុនខ្លួនឯងគឺមានអតិថិជនជាច្រើនចិត្តពួកអ្នកមានមកហៅគាត់មកធ្វើជា client គាត់ឲ្យ client ទី1របស់គាត់ហ្នឹងគឺលោក Leslie Wexner ដែលជា CEO របស់ក្រុមហ៊ុន Victoria's Secret និយាយទៅ Jeffrey គឺគាត់គ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុឲ្យលោក Leslie ហ្នឹងហើយគាត់ក៏ខ្លាចជាដៃស្ដាំរបស់លោក Leslie ហ្នឹងដូចមាន project អីត្រូវគ្រប់គ្រងអីមិនគឺលើ Jeffrey ហ្នឹងទាំងអស់និយាយទៅគឺលោក Leslie ហ្នឹងគឺទុកចិត្ត Jeffrey ខ្លាំងមែនតើហ្មងចឹងគាត់ធ្វើការនឹងយូរបើក្រុមហ៊ុននឹងយូរទៅគឺគាត់មានអតិថិជនអ្នកមានមហាសេដ្ឋីជាច្រើនហ្មងអ្នកទាំងគ្នាហើយគាត់ក៏បានវាថាបង្កើត connection វាថាទំនាក់ទំនងជាមួយនឹងអ្នកមានអត្តពលហត់ទៅច្រើនទៅសូម្បីតែដូចខ្ញុំនិយាយនៅដើមវីដេអូចឹងសូម្បីតែអ្នកនយោបាយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកឥឡូវលោក Trump ហ្នឹងក៏មានទំនាក់ទំនងមួយគាត់ដែរហើយសូម្បីតែកម្ពុជាតារាចម្រៀង model និយាយទៅអ្នកមាននិយាយទៅគាត់មានបណ្ដាញទាំងអស់ហ្មងអ្នកនរគ្នាបន្ទាប់ពីនឹងមកគឺគាត់ខ្លាចទៅជា billionaire ហ្មងអ្នកនរគ្នាលុយគាត់វល់លានហ្មងហើយគាត់មានផ្ទះមានយន្តហោះផ្ទាល់ខ្លួនហើយមានទាំងកោះផ្ទាល់ខ្លួនទេអ្នកនរគ្នាដែលកោះគាត់គឺមានឈ្មោះថា Little Saint James ដែលកោះហ្នឹងគឺជាទីកន្លែងសបាយដែលមហាសេដ្ឋីគេចង់ទៅអ្នកនរគ្នាគេទៅជប់លៀងគេទៅអីអញ្ចឹងហើយលុយគាត់គឺច្រើនខ្លាំងមែនតើហ្មងដែល FBI គឺគេអត់ដឹងថាគាត់រកស៊ីអីបានរបៀបថាមានដល់ថ្នាក់ហ្នឹងគឺអត់មានព័ត៌មានអីសោះហ្មងប៉ុន្តែយើងដឹងហើយតែរកស៊ីរបៀបថាសុកមានលឿនអញ្ចឹងមិនដែររកស៊ីអីត្រូវច្បាប់ទេគឺគាត់ជួញដូរផ្លូវភេទទៅលើកុមារដែលមានអាយុក្រោម18ឆ្នាំបៀតបៀននិយាយទៅដូចថាដូចឈ្មោះកដាលរបៀបថារកក្មេងៗឲ្យទៅអ្នកមានអញ្ចឹងណាហើយខ្លាំងរបស់គាត់ហ្នឹងគឺច្រើនខ្លាំងមែនតើហ្មងអ្នកនរគ្នាគ្រាន់តែគេបង្ហាញ file របៀបថាអ្នកដែលមានតាក់តងណាគឺមើលឡើងវិលមុខហ្មងគឺមានសិទ្ធិអ្នកមានអត្តពលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងហ្មងហើយចំណែកឯរឿងអ៊ុក្រិតដែលគាត់ធ្វើបាត់ល្មើសដែលគាត់ធ្វើលើកទី1គឺនៅក្នុងឆ្នាំ2004-2005ហ្នឹងអ្នកនរគ្នាគឺក្នុងឆ្នាំ2005ហ្នឹងគឺមានគេតាក់ទងទៅខាងប៉ូលីសដែលគេបានប្តឹងគាត់ដែលគាត់ថាគាត់ហ្នឹងគឺបៀតបៀនទៅលើកូនស្រីគេដែលមានអាយុ14ឆ្នាំបន្ទាប់ពីប៉ូលីសស៊ើបអង្កេតរឿងហ្នឹងទៅគឺបានឲ្យដឹងថាគឺមានមិនមែនជនរងគ្រោះរបស់គាត់ហ្នឹងគឺមិនមែនមានតែមួយគឺច្រើនអ្នកនរគ្នាអាចលើស30-40នាក់ទៀតដែលគាត់បៀតបៀនទៅលើក្មេងដែលក្រោមអាយុ18ឆ្នាំណាក្នុងរឿងក្តីនឹងដែរគឺខាងប៉ូលីសគឺគេស៊ើបអង្កេតយូរខ្លាំងមែនតើហ្មងអ្នកនរគ្នាអាចនឹងជនរងគ្រោះច្រើនអីចឹងណារហូតដល់ឆ្នាំ2008គឺតុលាការគឺគាត់បានកាត់ក្តីថា Jeffrey ហ្នឹងគឺគាត់ guilty នៅក្នុងរឿងហ្នឹងប៉ុន្តែគឺដាក់ទោសត្រឹមតែ18ខែនៅក្នុងគុកឯអ្នកនរគ្នាវាថាឲ្យជាប់គុកតែ18ខែប៉ុន្តែជាក់ស្ដែងគឺគាត់ជាប់គុកត្រឹមតែ13ខែគឺគាត់ត្រូវបានគេដោះលែងវិញនិយាយទៅខ្ញុំអត់យល់ដែរបាត់ល្មើសនៅក្នុងការបៀតបៀនផ្លូវភេទទៅលើកុមារអាចនឹងជាប់គុកច្រើនជាងហ្នឹងឬក៏លើសហ្នឹងណាអ្នកនរគ្នាមិនមែនត្រឹមតែ13ខែអាចនឹងគាត់មានអំណាចគាត់មានលុយគាត់ស្គាល់គេអ្នកធំអីច្រើនអញ្ចឹងណាតែធ្វើឲ្យគាត់អាចរួចខ្លួនបានរហូតដល់បាត់ល្មើសទី2របស់គាត់នៅក្នុងឆ្នាំ2019គាត់ក៏ត្រូវបានគេចាប់ខ្លួនពីបទជួញដូរផ្លូវភេទទៅលើកុមារតាអ្នកនរគ្នាកុមារដែលមានអាយុ18ឆ្នាំតែការចាប់ខ្លួនលើកនេះវារៀងសេរីជាងលើកមុនដោយសារតែគេរកឃើញភស្តុតាងជាច្រើនអាចនឹងថាគេតាមគាត់យូរហើយគេតំចាប់វាថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់គាត់ចឹងណាហើយនៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺគេបានរកឃើញរូបថតហើយនិងវីដេអូជាច្រើនវីដេអូអាក្រាត
បោះកុមារដែលមានអាយុក្រោម18ឆ្នាំនឹងច្រើនខ្លាំងមែនតើហ្មងហើយគេក៏បានរកឃើញលុយ$70000ហើយនឹងពេជ្រ48ពេជ្រនៅក្នុងទូ safe របស់គាត់នឹងដែររួមជាមួយនឹង passport អូស្ត្រាលីដែលមានរបស់គាត់ណាដែល expire តាំងពីឆ្នាំ1987ប៉ុន្តែនៅក្នុងឈ្មោះផ្សេងអ្នកនរគ្នាមិនមែនឈ្មោះ Jeffrey នឹងទេចឹងមានថាគាត់មានសញ្ជាតិអាមេរិកហើយគាត់មាន passport អូស្ត្រាលីទៀតប៉ុន្តែនៅក្នុងឈ្មោះផ្សេងចឹងគាត់មិនមែនធម្មតាប្រវត្តិគាត់ទេហើយនៅពេលដែលគេចាប់ខ្លួនគាត់ក្នុងឆ្នាំ2019ហ្នឹងគឺគេអត់ដោះលែងគាត់ទេទោះបីជាគាត់ស្នើសុំឲ្យវាថាឃុំខ្លួននៅក្នុងផ្ទះអីចឹង post លុយឡើង100លានណាក៏ខាងតុលាការហ្នឹងក៏គេអត់យល់ព្រមដែរណាដោយសារគេគិតថាគាត់គឺមានគ្រោះថ្នាក់សម្រាប់ថា public ចឹងទៅគឺគេអត់យល់ព្រមទៅលើការស្នើសុំមួយហ្នឹងឯងហើយកំឡុងពេលដែលគេខាត់ខ្លួនគាត់គេចាប់ខ្លួនគាត់ដាក់នៅក្នុងគុកក្នុងឆ្នាំ2019ហ្នឹងគឺគាត់ក៏បានធ្វើអត្តឃាតនៅក្នុងគុកអ្នកនរគ្នានិយាយទៅការធ្វើអត្តឃាតគាត់គឺមានអ្នកខ្លះគឺគេពាក្យចចាមអារាមច្រើនណាអ្នកខ្លះគេថាគាត់ត្រូវបានគេបំបត្តិមាត់ដោយសារតែរឿងក្តីរបស់គាត់ការជួញដូរផ្លូវភេទទៅលើកុមារហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអ្នកមានអំណាចច្រើនដែលជា client របស់គាត់ហ្នឹងអាហ្នឹងគ្រាន់តែពាក្យចចាមអារាមអ្នកគ្នាប៉ុន្តែជាក់ស្ដែងគឺយកដឹងមិនទេហើយក្រោយមកគេក៏បានបញ្ចេញ file របស់ Jeffrey ហ្នឹងដោយ file ហ្នឹងគឺមានភស្តុតាងមានឈ្មោះរបស់បុគ្គលមានអត្តពលនៅអាមេរិកហ្នឹងដែលពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងអ្នកខ្លះគឺអត់ពាក់ព័ន្ធប៉ុន្តែមានឈ្មោះនៅក្នុង file ហ្នឹងដែលនិយាយថាមាន connection ជាមួយគ្នាហើយនៅក្នុងហ្នឹងក៏មាន Elon Musk ដែរអ្នកនរគ្នាហើយសូម្បីតែ Prince Andrew អតីតអីគេព្រះបុត្រានៅក្នុងរាជវង្សអង់គ្លេសហ្នឹងក៏មានឈ្មោះនៅក្នុងហ្នឹងដែរក៏មាន connection ជាមួយនឹង Jeffrey ដែរនិយាយទៅរឿងនេះវារៀងស្មុគស្មាញវារៀងស៊ីជម្រៅហើយវីដេអូនេះគឺខ្ញុំនិយាយតែរៀងធូរៗឲ្យអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកណាដែលគាត់របៀបថាចង់ដឹងស៊ីជម្រៅបន្ថែមទៀតគឺគាត់អាចចូលទៅអាន file នឹងបានចូលទៅ research ថែមនៅក្នុងរឿងក្តីរបស់ Jeffrey នឹងបានអញ្ចឹងក្នុងវីដេអូនេះបើសិនជាខ្ញុំនិយាយទៅខុសទោសទោសណាឬក៏ខុសឆ្គងទោសណាសូមអ្នកនរគ្នាអធិស្ឋានផងហើយជួបគ្នានៅវីដេអូក្រោយអូហើយមួយទៀតវីដេអូហ្នឹងវារៀងលឺសំឡេងរ៉ាប់រ៉ាក់តិចអ្នកនរគ្នាដោយសារនេះមេរំខានមកក្រោយខំគ្នាអូយមែនខ្ញុំថតវីដេអូអត់បានទេអ្នកនរគ្នា